ខំរែកមកដោយណាបាញ់មូជូរីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសន្លឹកមកគ្រប់ពេលវេលាហើយក្នុងកូនភ្នែកជូរីជាជំរឿនដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី ជំរាបសួរបងប្អូនជួបជាមួយនឹងម៉ានីកាម្ដងទៀតហើយនៅក្នុងកម្មវិធី Next Gen Podcast ហើយនៅក្នុងសប្តាហ៍នេះដែរម៉ានីកានឹងនាំមកដល់បងប្អូនមកជួបតារាសម្ដែងជើងចាស់មួយរូបដែលគាត់មានទាំងសមត្ថភាពហើយជាពិសេសនោះគឺរូបសម្រស់តែម្ដងបងប្អូនប្រកាសជាឆ្ងល់ថាតើគាត់ជាអ្នកណាតោះទៅជួបជាមួយគាត់ទាំងអស់គ្នាជំរាបសួរម៉ាក់ភួង ចាជំរាបសួរកូនហើយក៏ជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែទស្សនាចាឥឡូវនេះរៀបរាប់ខ្លួនឯងតែម្ដងទៅចានាងខ្ញុំប៉ាភួងមិនហៅម៉ាក់ភួងទេទៅចាគឺជាតារាសម្ដែងហើយបើនិយាយរួមទៅគឺថាអរគុណមែនទែនកូនទៅសើមិញថាសម្រស់ស្រស់ស្អាតនោះគឺនិយាយថាញញឹមបាត់មាត់អត់ចិត្តហ្មងស្អាតមែនហើយ single ទៀតកូនពួកឆ្ងាញ់ណាស់ធន់សែណា ចា បែរតែកូនអូកូនសួរតែបន្តិចជំរាបសួរមែនទេ ចាខ្ញុំអត់ទាន់បានសួរសំណួរអីផងម៉ាក់ឆ្លើយអស់បាត់ មិញហ្នឹងគិតថាចាខ្ជិលឲ្យកូនសួរទាន់ឆ្លើយទៅហើយ ចាអរគុណមែនតើម៉ាក់សម្រាប់ថ្ងៃនេះដែរកូនមានសំណួរមួយចំនួនចង់សួរទៅម៉ាក់ ចាកូន សប្តាហ៍ហ្នឹងម៉ាក់មានកូនចំនួនប៉ុន្មានដែរ ខ្ញុំនិយាយថា single មិញសោះតែសួរអញ្ចឹងនិយាយលេងនេះកូនក៏ស្គាល់ដែរកូនបងម៉ាក់ត្រូវអត់ ចា ម៉ាក់មានកូនពីរនាក់ប្រុសមួយស្រីមួយតែបើកូនប្រុសវិញគាត់អត់នៅខាងសិល្បៈឯងតែកូនស្រីគឺដងសិល្បៈហ្នឹងគឺខ្លាំងបំផុតហើយ ចា ខ្លាំងជាងម្ដាយទៀតណាធ្លាប់ជួបគ្នាមែនទេ ចាម៉ាក់អាចប្រាប់បងប្អូនបានថាកូនស្រីរបស់ម៉ាក់ឈ្មោះអីហើយកូនប្រុសរបស់ម៉ាក់ឈ្មោះអី ចាកូនប្រុសរបស់ម៉ាក់គឺឈ្មោះអាងត្រពេចចំណែកកូនស្រីគឺអាងសុជាតាហៅឈូឈូហើយនិយាយចូលដល់ឈូឈូវិញមានអារម្មណ៍ថាចង់សេត មិនចាំ សេតនៅមានរឿងអីតែអាណិតកូនអាណិតដូចកូនអញ្ចឹងគាត់តាំងពីនៅក្មេងតាំងពីទូចមកគាត់របៀបថាគាត់ជួយឪពុកម្ដាយរកលុយរកអីអញ្ចឹងណាចាគាត់អត់សូវមានពេលវេលាសម្រាប់ខ្លួនឯងទេតែឥឡូវនៅក៏ដោយក៏នៅតែអញ្ចឹង ចាម៉ាក់ម៉ានីកាចង់មានសំណួរចាក់ដតមួយចង់សួរទៅម៉ាក់សំខាន់ថាម៉ាក់នឹងឆ្លើយម៉ានីកាចង់ឲ្យម៉ាក់រៀបរាប់គុណសម្បត្តិ5និងគុណវិបត្តិ5ពីបងសុជាតា អញ្ចឹងរាប់ពីគុណវិបត្តិមុនឬក៏ មួយណាមុនក៏បានដែរម៉ាក់ បើរាប់ពីគុណវិបត្តិវិញអាចិតាទី1គឺខ្ជិលទី2គឺកេងអត់ចង់ងើបទេហើយទី3គឺអត់សូវញ៉ាំអីទេទី4គឺអត់លៀបលេងហើយទី5អត់មានអីក្រៅពីខ្ជិលទេកូនខ្ញុំ មានតែប៉ុណ្្នឹងគុណវិបត្តិអត់មានអីក្រៅពីហ្នឹង ហើយចុះគុណសម្បត្តិវិញម៉ាក់ បើគុណសម្បត្តិវិញគឺល្អត្រង់ថាស្រឡាញ់ម្ដាយស្រឡាញ់បងប្អូនហើយមួយទៀតគឺគាត់ចេះធ្វើម្ហូបនិយាយរួមទៅអត់ដើរបរិយានេះគាត់ឃើញយើងធ្វើចឹងគាត់ចេះធ្វើហើយធ្វើឆ្ងាញ់ទៀតណាហើយអ្វីដែលសំខាន់គឺហូរលុយបានមកឲ្យម្ដាយទាំងអស់នៅគឺល្អខ្លាំង ចាចាដោយសារថាម៉ាក់ទាំងឆ្លាតទាំងប៉ាកែហើយស្អាតទៀតហើយម៉ាក់ក៏ប៉ាកែអញ្ចឹងមិនបាច់កូនដែរបានកូនល្អដូចបងជាតាអញ្ចឹងតើម៉ាក់មានវិធីសាស្ត្រអីបានអាចអញ្ចឹងមិនបាច់កូនបានល្អអញ្ចឹងម៉ាក់ជួយប្រាប់បទពិសោធន៍ទៅបងប្អូនតិចមក ចាបានតែកូនចំពោះម៉ាក់និយាយពីបទពិសោធន៍សម្រាប់ម៉ាក់ការចិញ្ចឹមបីបាច់ថែរក្សាកូនចំពោះម៉ាក់គឺមានអីច្រើនទេគឺម៉ាក់ទី1ទោះបីជាម៉ាក់មានពេលវេលារវល់ខ្លាំងយ៉ាងណាក៏ដោយក៏ម៉ាក់ឆ្លៀតពេលសម្រាប់ដល់ភាពកក់ក្ដៅឲ្យកូនឧទាហរណ៍ថាម៉ាក់ទៅថតម៉ាក់ទៅតាំងពីព្រឹករហូតយប់ដល់មកប្រហែលក៏ម៉ាក់ទៅតែសួររកកូនតែកូននៅណាបើសិនជាកូនគាត់មានការងារធ្វើដែរបើគាត់នៅផ្ទះក៏ម៉ាក់ឆ្លៀតទៅជួបគាត់វាថាគាត់ឬក៏សួរវិស័យទុករបស់គាត់ញ៉ាំបាយនៅអីនៅអាហ្នឹងជាជំនាញទី1មួយទៀតម៉ាក់ដឹងថាការចិញ្ចឹមបីបាច់ថែរក្សាកូនម៉ាក់ក៏ធ្លាប់ពីក្មេងដែរក្មេងខ្លះគឺយើងអត់អាចថាអូត្រូវតែគាត់ឲ្យតាមយើងជាម្ដាយយើងចង់បានឆ្វេងស្ដាំអត់ទេគឺម៉ាក់មើលពីអត្តចរិតនិងកាយវិការនិងការរស់នៅរបស់គាត់អ្វីត្បិតតែយើងជាម្ដាយយើងអាចបញ្ជាគាត់បានគ្រប់ពេលទេអញ្ចឹងម៉ាក់ដឹងថាអូកូនម៉ាក់ជាតាគាត់ត្រូវការអីគាត់ជាមនុស្សបែបណាគាត់មិនមែនជាមនុស្សដែរលុយឆាយហៃសូឬក៏ជាមនុស្សដែលស្គត់ស្គង់ពេកអញ្ចឹងម៉ាក់មើលដឹងតែគាត់ត្រូវការបែបណាគឺម៉ាក់ចាប់ចំណុចបែបហ្នឹងទៅជាមួយកូនឧទាហរណ៍ថាម៉ាក់ឲ្យគាត់ទៅយករបស់អីមួយម៉ាក់ដឹងឯងម៉ាក់មើលទឹកមុខគាត់ថាជាតាខ្លួនឯងទៅយកចានមួយយកមកឲ្យម៉ាក់អញ្ចឹងម៉ាក់ឃើញទឹកមុខគាត់ល្អឬមិនល្អម៉ាក់ដឹងហ្មងធ្វើជាម្ដាយគឺសង្កេតខ្លាំងបំផុតនៅទឹកមុខរបស់គាត់ពេលដែលគាត់កំពុងនិយាយមួយយើងអញ្ចឹងអ្វីដែលសំខាន់នោះគឺម៉ាក់ព្យាយាមមើលពីគាត់ទើបអាចដឹងថាអូកូនត្រូវការអីអញ្ចឹងយើងមិនមែនបានន័យថាអូកូនត្រូវការអីជាម្ដាយចេះតែឲ្យតាមអំពើចិត្តគាត់មិនមែនទេគ្រាន់តែថាយើងជាម្ដាយយើងត្រូវដឹងពីអត្តចរិតរបស់កូនទើបយើងក្តោបក្តាប់នៅក្នុងកាយវិការនិងការរស់នៅរបស់គាត់បានបើមិនជាយើងអត់ដឹងពីគាត់ទេយើងរៀងពិបាកបន្តិចហើយដូចជារបស់ជីតាគាត់ជាក្មេងស្រីម្នាក់ដែលអត់ចូលចិត្តញ៉ៃច្រើនអត់ចូលចិត្តលេងសើចច្រើនទេឥឡូវនេះរៀងគ្រាន់បន្តិចអញ្ចឹងម៉ាក់ដឹងហើយមួយទៀតអ្វីដែលគាត់ស្ដាប់ម៉ាក់បំផុតគឺម៉ាក់តាមគាត់នឹងមិនតាមចិត្តគាត់ទេណា ចា តាមនៅអ្វីដែលគាត់ឧទាហរណ៍គាត់ប្រាប់ម៉ាក់ថាម៉ាក់កូនចង់ញ៉ាំស្វាយម៉ាក់ប្រាប់វិញថាម៉ាក់ឲ្យកូនញ៉ាំបានឧទាហរណ៍តែគាត់នឹងប៉ះពាល់ស្វាយនឹងអត់ត្រូវអាឡែស៊ីអញ្ចឹងណា ចា យើងប្រាប់បទពិសោធន៍ទៅគាត់ប្រាប់ថាកូនម៉ាក់ឲ្យញ៉ាំបានមិនម៉ាក់ចិត្តអាក្រក់ទេប៉ុន្តែកូនញ៉ាំស្វាយនឹងទៅគឺប៉ះពាល់ដល់សុខភាពកូនអាចពិបាកដកដង្ហើមអីចឹងកូនកុំញ៉ាំអាហ្នឹងម៉ាក់លើកឧទាហរណ៍ណាអញ្ចឹងក្នុងការចិញ្ចឹមកូនមួយគឺពិបាកខ្លាំងណាស់កូនប៉ុន្តែដូចម៉ាក់និយាយមកវិញអញ្ចឹងគឺអ្វីដែលសំខាន់គឺត្រូវយល់ពីគាត់ដល់ភាពកក់ក្ដៅឲ្យគាត់កុំស្ដីបន្ទោសឲ្យគាត់ពេកក៏កុំស្រឡាញ់គាត់ខ្លាំងពេកឲ្យគាត់ដឹងម្ដាយណាក៏ស្រឡាញ់កូនដែរប៉ុន្តែយើងត្រូវនៅក្តោបក្តាប់ឲ្យជាប់នៅពេលហ្នឹងមិនមែនថាអត់ទៅធ្វើការឲ្យក្តោបក្តាប់ពេលវេលាសូម្បីមកធ្វើការក៏មកទេតែជួននៅណាធ្វើអីទៅណាថតឲ្យម៉ាក់មើលមិនគៀបស្កត់គាត់ទេរហូតអ្នកខ្លះថាម៉ាក់គៀបស្កត់រហូតដល់ជីតាឆ្នាំនេះយំ21ឆ្នាំអត់មានសង្សារអត់មានស្នេហាមានអីអញ្ចឹងណាមិនមែនទេដោយសារតែខ្ញុំធ្លាប់ជួបរឿងច្រើនខ្ញុំដឹងពីការសុខទុក្ខរបស់ក្មេងពួកម៉ាក់ធ្លាប់ពីក្មេងដែរអញ្ចឹងខ្ញុំចង់ឲ្យម្ដាយគ្រប់រូបមុននឹងថាចង់ធ្វើអីចំពោះកូនមួយចង់បញ្ជាកូនឬចង់ក្តោបក្តាប់កូនសូមឲ្យមើលពីគាត់សិនពួកក្មេងឥឡូវដូចក្មេងសម័យមុនទេក្មេងសម័យឥឡូវនេះគាត់មានអារម្មណ៍នឹងការជឿនលឿនទៅតាមសម័យកាលអញ្ចឹងពេលខ្លះគាត់លឿនជាងនេះម៉ាក់ជាមនុស្សចាស់ទុំនេះទៀតលឿនជាងម៉ាក់ទៀតម៉ាក់តាមគាត់តនេះប៉ុន្តែយើងត្រូវក្តោបក្តាប់ឲ្យជាប់កុំក្តោបខ្លាំងពេកក៏កុំលាខ្លាំងពេកល្មម ចា
Wow ម៉ាក់ពងគឺពិតជាអ្នកម្ដាយដ៏ល្អមែនតើម៉ាក់កូនសួរមួយកូនឃើញម៉ាក់ស្អាតប៉ុណ្ណឹងដែរមិនក៏អត់មានតែគេយកម៉ាក់ចឹងអេច្រឡំមិនម៉ាក់អត់យកគេចឹង ម៉ាក់មិនយកគេមិនគេមិនយកម៉ាក់ទេមិនរៀងចង់បាប់នេះធំដែរឬតែគេអត់យកម៉ាក់មែនទេមែនថាម៉ាក់អត់មានអ្នកស្រឡាញ់ទេហើយម៉ាក់ក៏មិនថាមិនចង់មានគ្រួសារដែរគាត់ថាម៉ាក់រស់នៅបែបនេះម្នាក់ឯងយូរអីចឹងកូនធំហើយអារម្មណ៍ស្នេហារៀងទុកម្លាយសិនឯងអារម្មណ៍ហិរញ្ញវត្ថុខ្លាំងជាងដោយសារអីម៉ាក់ឆ្លងកាត់ការលំបាកឆ្លងកាត់ភាពរីករាយឈឺចុកចាប់អីហ្នឹងវាច្រើនមកហើយអញ្ចឹងភាគច្រើនឥឡូវនេះអ្វីដែលម៉ាក់ផ្ដោតគឺនៅលើកូនទាំងពីរហើយនឹងម្ដាយចាស់តែប៉ុណ្្នឹងឯងចំពោះស្នេហាចាំមើលបន្តិចទៀតបើសិនជាដល់ពេលវេលាណាមួយសមរម្យឬក៏យើងជួបថាអូអ្នកនឹងអាចឲ្យយើងផ្អែកស្មាបានឬក៏យើងអាចស្រឡាញ់បានចាំម៉ាក់គិតតាមនឹងទៀតតែក្នុងពេលបច្ចុប្បន្ននេះគឺម៉ាក់សុំនិយាយថាអត់មានហើយក៏អត់ចាំគិតមិនអត់មានអ្នកយកទេណាអត់យកទេ ឥឡូវការងាររបស់ម៉ាក់មមីនេះអត់ម៉ាក់ ចំពោះការងារសិល្បៈរបស់ម៉ាក់មួយរយៈនេះមិនសូវជាមមាញឹកខ្លាំងប្រហែលទេគាត់ថាយើងនៅមានការងារធ្វើរហូតអញ្ចឹងណាកូនតែបើថាឲ្យខ្លាំងដូចមុនអត់សូវទេគាត់ថាម៉ាក់ឥឡូវវាមានមុខរបររស់ស៊ីមួយទៀតដែរអញ្ចឹងណាចាក៏ប៉ុន្តែចង់បញ្ជាក់ប្រាប់ដល់បងប្អូនអញ្ចឹងទោះបីជានាងខ្ញុំមានមុខរបររស់ស៊ីក៏ដោយតែចំពោះសិល្បៈមួយគឺនាងខ្ញុំអត់ចោលទេសិល្បៈគឺនាងខ្ញុំទុកឲ្យលេខ1ចាការរស់ស៊ីក៏ចង់និយាយថាលេខ2ចាដោយសារអីនាងខ្ញុំមានមុខមានមាត់ដល់សប្តាហ៍ថ្ងៃបងប្អូនស្គាល់ក៏ដោយសារសិល្បៈអញ្ចឹងហើយគឺនាងខ្ញុំអត់បោះបង់សិល្បៈជាដាច់ខាត ចាចុះម៉ាក់មានរឿងថ្មីឬក៏ TVC អីក៏តែកំពុងថតអត់ ឥឡូវនេះបច្ចុប្បន្ននេះគឺកំពុងតែចាក់ផ្សាយនៅតាមស្ថានីយទូរទស្សន៍2ចាទូរទស្សន៍បាយ័នក៏ដូចជាទូរទស្សន៍ PNN រឿងភាគណាកូនជារឿងថ្មីដូចជាមិនទាន់ហ៊ាននិយាយទេប៉ុន្តែក្នុងឆ្នាំថ្មីនេះអាចនឹងមានរឿងមួយទៀតតែសូមលាក់សិន ចាំកូននឹងចាំមើលម៉ាក់កូនសុំសួរមួយនៅពេលដែលម៉ាក់ថតរឿងអីក៏ដោយនៅឆ្ងាយឬក៏នៅជិតម៉ាក់មានដែរជួបឧបសគ្គឬក៏ភាពសប្បាយអីអត់ ចំពោះម៉ាក់ថតច្រើនរឿងអញ្ចឹងការទៅខេត្តក៏ច្រើនដែរអញ្ចឹងម៉ាក់លើកមកនិយាយរឿងដែលថតមួយកូនចាំឯងយើងនៅមណ្ឌលគិរី ចាំតែម៉ាក់ ចារឿងហ្នឹងគឺសប្បាយក៏សប្បាយខ្លាចក៏ខ្លាចនេះខ្ញុំនិយាយត្រង់មកអ្វីដែលខ្ញុំជួបពេលដែលខ្ញុំទៅថតរឿងនៅមណ្ឌលគិរីហ្នឹងគឺខ្ញុំបានជួបខ្មោចចាខ្ញុំបានជួបខ្មោចក្នុងការងារយើងក៏ជួបច្រើនដែរគ្រាន់តែថាខ្ញុំអត់ជួបហ្នឹងឃើញនឹងភ្នែកស្ដាយទេគ្រាន់តែខ្ញុំឮសំឡេងតែសំឡេងហ្នឹងគឺខ្ញុំមិនគេងយល់សប្តិអីណាគឺខ្ញុំអង្គុយស្ដាប់ហើយខ្ញុំនិយាយតវ៉ាទៅជាមួយខ្មោចហ្នឹងទៀតខ្ញុំនិយាយថាបើមកឲ្យស្រួលកុំមកយំកុំមកស្រែកអញ្ចឹងហើយមានការចង់ប្រាប់ខ្ញុំមកប្រាប់ខ្ញុំមកហើយក៏ខ្ញុំនិយាយចឹងហើយក៏សលេងនឹងបាត់ទៅវិញអាហ្នឹងជារឿងមួយដែលមានអារម្មណ៍ថាខ្លាចហើយនៅតែគិតថាអារម្មណ៍ខ្ញុំចង់ទៅម្ដងទៀតខ្ញុំចង់ទៅកន្លែងគេងម្ដងទៀតខ្ញុំអត់អស់ចិត្តទេខ្ញុំតែប្រាប់កូនខ្ញុំហើយជាមួយក្រុមការងារយើងដែលស្គាល់គ្នាណាខ្ញុំថាចង់ទៅហើយក៏ក្រុមការងារយើងនៅហ្នឹងក៏ជួបច្រើនដែរជួបហេតុការណ៍ខ្លាំងមួយដែលកូនឯងស្រែកយំស្រឡាញ់តួប្រុសចាំមិនម៉ាក់ឈប់មើលអត់តដល់ប្លង់ម៉ាក់អីតែពេលហ្នឹងទៅម៉ាក់មានអារម្មណ៍ថាមានអ្នកឈប់ពីក្រោយម៉ាក់ចង់បញ្ជាក់តិចពេលហ្នឹងខ្ញុំថតនៅលើភ្នំមណ្ឌលគិរីហ្នឹងមិនដឹងជាភ្នំអីខ្ញុំភ្លេចឈ្មោះនេះ resort នៅលើភ្នំហ្នឹងណាដល់ពេលហ្នឹងទៅបងកាមេរ៉ាម្នាក់គាត់ចោលបែរជាគាត់ឃើញគាត់ប្រាប់ថាអាភួងនៅក្រោយខ្នងឯងស្ដាប់ដៃខ្ញុំក៏លើកដៃខ្ញុំដឹងហើយបងខ្ញុំអាមុខខ្ញុំភ័យដឹងហើយខ្ញុំឃើញហើយបងខ្ញុំឃើញស្មើមានតែខ្ញុំមិនហ៊ាននិយាយតែគេអត់មកក្រោយអីមួយយើងទេវាថាគេមកល្អមកមើលមកអីចឹងអានេះខ្ញុំជួបស្ដាយហ្មងអានេះខ្ញុំលើកតែមួយរឿងហើយតែខ្ញុំមិនជួបតែមួយរឿងខ្ញុំជួបច្រើនរឿងហើយនៅក្នុងនោះដែរបងអូនស្រីខ្ញុំក៏គាត់ជួបដែរនិយាយរួមជួបទាំងថ្ងៃជួបទាំងយប់មួយរឿងនេះជួបច្រើនណាស់ចាហ្នឹងជាបទពិសោធន៍មួយដែរខ្លាចហើយក៏ជឿថាអបិយជំនឿគឺមានពិតមែនហើយបើរឿងសប្បាយវិញខ្ញុំគិតថាខ្ញុំថតកន្លងមកគឺខ្ញុំជួបរឿងសប្បាយច្រើនជាជាងរឿងកំសត់នៅក្នុងការងាររបស់យើងណាតែបើនិយាយសាច់រឿងវិញក៏មិនសូវជាកំសត់មែនដែរតួដឹងឯណាតួល្អខ្លាំងហើយនិយាយទៅជំរាបពុកម៉ែបងប្អូនបង9រឿងខ្ញុំតួប្រពន្ធចុងគេ8រឿងហ្នឹងចាហ្នឹងហើយ អរគុណម៉ាក់ដែលបានចែករំលែកបទពិសោធន៍សម្រាប់សំណួរចុងក្រោយតើម៉ាក់ធ្លាប់ជួបអីដែលខកបំណងអត់បើសិនជាធ្លាប់តើមូលហេតុអីដែរ សំណួរមួយនេះមានអារម្មណ៍ថាចាក់ដោតម៉ាក់ខ្លាំងដោយសារម៉ាក់ទៅជួបថ្មីតែម្ដងរឿងខកបំណងនេះក្នុងជីវិតម៉ាក់ចូលជិត40ឆ្នាំនេះទៅតែរឿងលើកទី1នេះដែលម៉ាក់ខកបំណងខ្លាំងបំផុតគឺម៉ាក់ចិញ្ចឹមមនុស្សខុសហើយជារឿងដែលឈឺចាប់បំផុតទៅរយៈពេលឥឡូវហ្នឹងកូនជាសាច់ញាតិម៉ាក់និយាយតែប៉ុណ្្នឹងនេះជារឿងខកបំណងពូកន្លងមករឿងអីក៏ដោយយើងខកបំណងតិចតួចវាជារឿងធម្មតាតែនេះជារឿងខកបំណងដោយសារយើងមានទំនុកចិត្តពេកយើងស្រឡាញ់ពេកយើងផ្ដល់ឲ្យពេកពាក្យថាពេកទេកូនដល់អ្វីដែលយើងទទួលបានមកវិញគឺវាឈឺចាប់ពេកឈឺចាប់លឿនដែលយើងអាចនិយាយបានហើយខ្ញុំក៏ផ្ដាំទៅវិញដែរបើសិនជាគាត់បានឃើញគាត់ដឹងថាខ្ញុំនិយាយចំពោះអ្នកណាគឺខ្ញុំនិយាយចំពោះបងប្អូនខ្ញុំដែលខ្ញុំស្រឡាញ់គាត់ដូចជាកូនបង្កើតតែទីបំផុតគឺគេធ្វើដាក់យើងហើយខ្ញុំអរគុណនៅក្នុងកម្មវិធីមួយនេះដែលខ្ញុំបាននិយាយរឿងមួយនេះដើម្បីឲ្យខ្ញុំធូរចិត្តអញ្ចឹងហើយសូមបញ្ចេញអារម្មណ៍ថាប៉ុណ្ណឹងបានអត់ចង់ឲ្យបងប្អូនមានអារម្មណ៍ថាវាមានការឈឺចាប់ដល់អត់ដឹងរឿងចារឿងខ្លះយើងអាចថាស្ដាប់តែមួយខាងបានទេតែគាត់ថាមុននឹងខ្ញុំហ៊ានយករឿងហ្នឹងមកនិយាយបានតែថារឿងហ្នឹងគឺពិត 100% ចឹងជាចុងក្រោយម៉ាក់មានអីផ្ដាំផ្ញើទៅកូនដែលជាអ្នកទស្សនាអត់ ចាចំពោះម៉ាក់ជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ទាំងនៅក្នុងស្រុកនៅក្រៅស្រុកក៏ដូចជាពិសេសគឺក្មេងៗតែម្ដងចាគឺមានការផ្ដាំផ្ញើមួយដែលសំខាន់បំផុតគឺចង់ឲ្យកូនខំប្រឹងរៀនសូត្រឲ្យបានច្រើនចាទុកពេលវេលាហ្នឹងកុំដើរលេងឆ្វេងឆ្វាយច្រើនពេកព្រោះខ្ញុំឃើញក្មេងៗឥឡូវខ្ញុំអត់ចោលទាំងអស់ហើយណាដោយសារខ្ញុំក៏មានកូនខ្ញុំក៏មានក្មួយមានចៅខ្ញុំឃើញអញ្ចឹងសង្ឃឹមថាកូនចេះរួបរวมគ្នាស្រឡាញ់គ្នាខំប្រឹងរៀនសូត្រហើយស្រឡាញ់ឪពុកម្ដាយស្រឡាញ់បងប្អូនជាពិសេសគឺយើងខ្មែរដូចគ្នារួបរวมគ្នាចេះស្រឡាញ់គ្នាអត់អោនឲ្យគ្នាចាជាពិសេសគឺផ្ដាំផ្ញើទៅក្មេងៗតែម្ដងចាអរគុណ ចាអរគុណម៉ាក់មែនតើដែលបានចូលនៅក្នុងកម្មវិធី Next Gen Podcast នេះបទពិសោធន៍របស់ម៉ាក់គឺពិតជាមានន័យមែនតើចាអរគុណកូន ហើយឥឡូវនេះកម្មវិធីយើងក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចឹងម៉ានីកាសូមអរគុណដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខគឺថ្នាំបាយមូជូលីនិងខោតិដុំជូលីថ្នាំបាយមូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតបានគ្រប់ពេលវេលាជូលីជាចំណុចដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី
ម៉ានីកាក៏សូមជូនពរដល់ម៉ាក់និងក្រុមគ្រួសារដែរឲ្យមានសំណាងល្អនិងសុខភាពល្អទាំងអស់គ្នា ចាអរគុណជួបអរគុណដូចគ្នាណា អរគុណម៉ាក់ហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាដែរសូមជម្រាបលា ឧបត្ថម្ភផ្ដាច់មកដោយណាបាញ់មកជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមុននឹងសាឡអិតមកគ្រប់ពេលវេលាហើយក្នុងកូនក្មេងជូលីជាជំរឿនដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី